នៅបាបាដូសនាដើមសតវត្សទី18លោក Steve Bennett គឺជាសុភាពបុរសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភគាត់មានផ្ទៃដីធំធេងប្រពន្ធនិងកូនជីវិតរបស់គាត់គួរតែល្អឥតខ្ចោះតែគាត់បែរជាធុញទ្រាន់ប្រពន្ធរបស់គាត់មិនសូវស្រឡាញ់គាត់ទេហើយជីវិតដ៏ថ្លៃថ្នូរនេះបានធ្វើឲ្យគាត់ថប់ដង្ហើមគាត់មានអារម្មណ៍ជាប់គាំងគ្មានសេរីភាពដូចជាជាប់អន្ទាក់នៅក្នុងទ្រុងមាសភាពអយុត្តិធម៌ផ្ទាល់ខ្លួននេះបានជំរុញឲ្យគាត់ស្វែងរកអ្វីដែលថ្មីនៅឆ្នាំ1717 Bennett បានសម្រេចចិត្តធ្វើអ្វីដែលមិននឹកស្មានដល់គាត់បានទិញកប៉ាល់ផ្ទាល់ខ្លួនមួយគឺ Revenge ហើយបានជួល Nevick គាត់បានបោះបង់ចោលជីវិតសុភាពបុរសដ៏គួរឲ្យធុញរបស់គាត់ទាំងស្រុងគាត់បានក្លាយជាចៅសមុទ្រសុភាពបុរសនេះគឺជាការបេះបូររបស់គាត់ប្រឆាំងនឹងជីវិតដែលធ្វើឲ្យគាត់មិនសប្បាយចិត្តគាត់ជឿថាចៅសមុទ្រនឹងផ្ដល់ឲ្យគាត់នូវសេរីភាពដែលគាត់ប្រាថ្នាទោះយ៉ាងណាគាត់មិនមានបទពិសោធន៍ជាចៅសមុទ្រទេហើយតែងតែបរាជ័យគាត់ព្យាយាមបញ្ជាកប៉ាល់និងប្រយុទ្ធដូចជាកំពុងអានសៀវភៅនេះបានធ្វើឲ្យ Nevick របស់គាត់មិនពេញចិត្តយ៉ាងខ្លាំងភាពគ្មានបទពិសោធន៍របស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ចៅសមុទ្រដ៏ល្បីល្បាញបង្អស់គឺលោក Blackbeard បានដឹងថា Bennett អាចត្រូវបានគេប្រើប្រាស់គាត់បានយកកប៉ាល់របស់ Bennett និងទុកឲ្យ Bennett នៅតែជាភ្ញៀវប៉ុណ្ណោះ Blackbeard បានបោកប្រាស់ Bennett ដោយយកទ្រព្យសម្បត្តិនិងអ្នកវិករបស់គាត់ទាំងអស់គាត់ត្រូវបានគេបោកបង់ចោលនៅទូកតូចមួយទាំងមិនមានកប៉ាល់និងកិត្តិយសមុខផងដែរនេះគឺជាការក្បត់ដ៏ធំធេងនិងបានបំផ្លាញក្តីសុបិនចៅសមុទ្ររបស់គាត់ប៉ុន្តែ Bennett មិនបានបោះបង់ចោលឡើយគាត់បានប្រដុំអ្នកវិកដែលនៅសេសសល់ហើយសម្រេចចិត្តបន្តដំណើរផ្សព្វផ្សាយជាចៅសមុទ្ររបស់គាត់នេះគឺជាការប៉ុនប្រងចុងក្រោយរបស់គាត់ដើម្បីរក្សាសេរីភាពទោះយ៉ាងណាជោគជតាបានកំណត់ឲ្យគាត់បញ្ចប់គាត់ត្រូវបានកម្លាំងយោធារបស់អាណានិគមតាមចាប់ការប្រយុទ្ធគ្នាដ៏អស់សង្ឃឹមនៅទន្លេ Cape Fear បានបញ្ចប់សេរីភាពរបស់គាត់លោក Steve Bennett ត្រូវបានកាត់ទោសប្រហារជីវិតនៅខែធ្នូឆ្នាំ1718គាត់បានសុំការលើកលែងទោសដោយសរសេរសម្បត្តិអង្វរករឿងរ៉ាវរបស់ចៅសមុទ្រសុភាពបុរសគឺជាសោកនាដកម្មរបស់បុរសម្នាក់ដែលបានព្យាយាមរត់ខ្លួនពីជីវិតដែលគាត់ស្អប់ប៉ុន្តែបានរកតែការបំផ្លាញប៉ុណ្ណោះ